សូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងមួយទៀតមកចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តគឺរឿងអាប៉ាងនាងតីក្នុងសម័យមួយនោះជារដូវស្រូវទុំអាប៉ាងទៅដេកចាំស្រូវវាទាំងយប់ទាំងថ្ងៃមានទាំងចាប៉ីមួយទៅផងវេលាថ្ងៃឡើងថែទាំស្រូវដល់ពេលយប់ទំនេរតែងតែដេញចាប៉ីហើយស្រែកច្រៀងផងលុះច្រៀងរាល់យប់ទៅមានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរទៅស្ដាប់ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាងយូរបន្តិចទៅអាប៉ាងប្រឡែកទៅក្រោមផ្ទះឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើងអាប៉ាងសួរទៅថាអាណាអង្គុយក្រោមខ្ទមនេះមេខ្មោចប្រាប់ថាខ្ញុំអាប៉ាងថាប្រហែលជាខ្មោចទេមេខ្មោចឆ្លើយថាខ្មោចថាមិនខ្មោចអាប៉ាងសួរថាហងឯងឈ្មោះអីមករកអីមេខ្មោចឆ្លើយថាខ្ញុំឈ្មោះតីខ្ញុំមកស្ដាប់ចាប៉ីអាប៉ាងថាឡើងមកបើមកស្ដាប់ចាប៉ីមេខ្មោចឡើងទៅអង្គុយជិតអាប៉ាងក៏ស្រឡាញ់គ្នាយកជាប្តីប្រពន្ធទៅរួចស្រូវមេខ្មោចនោះសួរទៅអាប៉ាងថាឥឡូវរួចស្រូវហើយតើឯងព្រមយកអញឬទេបើឯងមិនយកអញនឹងកាច់កយកឯងអញព្រមយកប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិនលុះអាប៉ាងដឹកស្រូវយកទៅទុករួចហើយក៏ត្រឡប់មកយកមេគណីនោះវិញមេគណីក៏នាំអាប៉ាងទៅជម្រាបសួរពួកបងប្អូនខ្មោចទាំងប្រមាណរួចក៏ទៅនៅជាមួយគ្នាទៅប្រហែលជាមួយខែពួកខ្មោចទាំងប្រមាណបបួលគ្នាព្រមទាំងអាប៉ាងឲ្យតែរកបាញ់សត្វមកធ្វើជាអាហារអាប៉ាងក៏ទៅជាមួយនឹងពួកខ្មោចនោះលុះទៅដល់កណ្ដាលព្រៃដើររត់ដុះតែខ្មោចទាំងពួកសម្គាល់ថាដើមឈើទាលបានប្រទះនឹងកង្កែបមួយខ្មោចទាំងនោះស្រែកថាប្រចាត់វើយកូនយើងដំរីធំណាស់ទៅហើយអាប៉ាងឮគេស្រែកថាដំរីក៏ប្រឹងរកមើលមិនឃើញដំរីសោះឃើញតែកង្កែបលូតមកត្រង់មុខអាប៉ាងក៏ចាប់តែក្នុងថង់សម្ពុតទៅខ្មោចអនុចេះស្រែកថាប្រចាត់វើយដំរីស្ទមួយធំណាស់ហើយស្រែកសួរអាប៉ាងថាឃើញដំរីឬទេអាប៉ាងស្រែកថាមិនឃើញទេពួកខ្មោចក៏នាំគ្នាដើរមកដល់ជិតអាប៉ាងហើយថាតើអាប៉ាងទៅផ្ទះយើងរកសត្វមិនបានទេអាប៉ាងថាអញបានកង្កែបមួយខ្មោចទាំងនោះសួរទៅអាប៉ាងថាយ៉ាងដូចម្ដេចអាប៉ាងកង្កែបនោះឯងចែកឲ្យយើងរាល់គ្នាស៊ីផងអាប៉ាងយកកង្កែបចេញពីថ្នាលហើយបង្ហាញទៅពួកខ្មោចនោះខ្មោចអស់នោះឃើញក៏នាំគ្នារត់ប្រងព្រាតអស់ទៅហើយវាចាមានថាទុកប្តីមីកថីឲ្យនៅមិនបានទេព្រោះវាខ្លាំងពូកែណាស់វាហ៊ានចាប់ដំរីយកទៅដាក់ក្នុងថ្នាក់វាបើដូច្នោះយើងឲ្យអាប៉ាងនេះទៅមិនបានទេឲ្យវាទៅវិញទៅអាប៉ាងក៏បានរួចខ្លួនហើយត្រឡប់ទៅផ្ទះវិញរឿងអាប៉ាងនឹងតីដែលខ្ញុំបាននិទានចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តនៅពេលនេះសូមចាប់តែត្រឹមនេះសូមអរគុណច្រើនសូមជម្រាបលា